ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណខ្មែរយើងចាគឺប្រាសាទដែលជាមន្ទីរពេទ្យបែបសាសនាចាបន្ទាប់ពីនាងខ្ញុំបានបង្ហាញបងប្អូននៅប្រាសាទដែលជាមន្ទីរពេទ្យបែបវិទ្យាសាស្ត្រចាគឺប្រាសាទយាយគុំឥឡូវយើងមកទស្សនាប្រាសាទចិញ្ចឹមត្រីវិញចាដែលជាមន្ទីរពេទ្យបែបជំនឿសាសនាចាប្រាសាទនេះដែរគឺកសាងឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ចាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានចាប្រាសាទនេះដែរគឺកសាងឡើងអំពីថ្មភក់ចាតាមរចនាបថបាយ័នហើយប្រាសាទនេះដែរគឺមានតួប៉មនិងកំពូលនៃប្រាសាទគឺរូបព្រំមុខ4ចាប៉ុន្តែត្រូវបានរងការបាក់បែកអស់ហើយបងប្អូនចានៅសល់តែព្រះភ័ក្ត្រមួយជ្រុងតែប៉ុណ្ណោះចាហើយប្រាសាទចិញ្ចឹមត្រីនេះដែរគឺជាមន្ទីរពេទ្យចាបែបជំនឿសាសនានៅពេលដែលអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យបែបវិទ្យាសាស្ត្រមិនបានធូរសះស្បើយគេនឹងបញ្ជូនមកកាន់មន្ទីរពេទ្យបែបជំនឿសាសនានេះដើម្បីព្យាបាលវិញបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាប្រាសាទចិញ្ចឹមត្រីនេះចាបងប្អូនអញ្ជើញមកខាងជើងប្រាសាទបន្ទាយឆ្មាចាបងប្អូននឹងឃើញមានស្លាកគេដាក់ថាប្រាសាទយាយគុំប្រាសាទចិញ្ចឹមត្រីនិងអាងជើងគ្រោះចាបងប្អូនចូលមកបងប្អូននឹងឃើញប្រាសាទយាយគុំមុនចាបន្ទាប់មកគឺបងប្អូនដើរទៅខាងក្រោយប្រាសាទយាយគុំបងប្អូននឹងឃើញប្រាសាទចិញ្ចឹមត្រីហើយបងប្អូនចាប៉ុន្តែយើងធ្វើដំណើររៀងឆ្ងាយបន្តិចចូលទៅក្នុងព្រៃទើបឃើញប្រាសាទចិញ្ចឹមត្រីនេះចាពិតជាគួរឲ្យសោកស្ដាយមែនទែនបងប្អូនប្រាសាទរងការបាក់បែកស្ទើរតែទាំងស្រុងតែម្ដងចាហើយក៏ស្ថិតនៅក្នុងព្រៃចាមិនសូវមានបងប្អូនណាគាត់ស្គាល់និងចាប់អារម្មណ៍ចូលមកទស្សនាទេចាពិតជាគួរឲ្យស្រណោះនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងមែនទែនចាអញ្ចឹងបើសិនជាបងប្អូនមានឱកាសបានមកទស្សនាប្រាសាទបន្ទាយឆ្មាសូមបងប្អូនកុំភ្លេចហួសមកទស្សនាប្រាសាទចិញ្ចឹមត្រីនេះផងចាដើម្បីជាការចូលរួមចំណែកការពារនិងថែរក្សានៅមរតកដូនតាចាអរគុណច្រើនបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាក៏សូមជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ